ពេលឈូសដីធ្វើដាក់គោយន្តសម្រាប់ឲ្យគៀបរៀបដីស្រែក៏ដូចជាប្រមូលស្លឹកស្វាយចន្ទីនិងពូនគល់ស្វាយចន្ទីនេះគឺធ្វើចិត្តហើយធ្វើប្រើប្រាស់សាកល្បងខ្លួនឯងទេបើបងប្អូនយើងមានចំណាប់អារម្មណ៍ចង់យកទៅប្រើប្រាស់ឲ្យអាចកំងបានជាងរត់យើងខ្ញុំទទួលបាទធ្វើជំហានដំបូងនេះគឺខ្ញុំធ្វើប៉ែលសម្រាប់ដាក់គោយន្តគៀដីរុញបរៀបអីផ្សេងៗហ្នឹងទៅបាទហើយនៅថ្ងៃមុខទៀតខ្ញុំនឹងដំឡើងបាទសើយវាយដីបំពាក់ទៅលើគោយន្តផងដែរបាទហើយកាលណាយើងមានការអភិវឌ្ឍឬក៏យើងចេះកែច្នៃទៅធ្វើឲ្យគ្រឿងកសិកម្មលក្ខណៈគ្រួសាររបស់យើងគឺមានភាពងាយស្រួលបើយើងនៅតែប្រើប្រាស់លក្ខណៈបុរាណទៀតវានឹងយឺតយ៉ាវហើយហត់នឿយហើយបងប្អូនខ្លះគាត់ថាធ្វើរុញមិនកើតមិនខ្លាំងខ្ញុំទទួលស្គាល់ថាវាមិនខ្លាំងដូចត្រាក់ទ័រទេតែយើងប្រើមកសមត្ថភាពតាមលក្ខណៈគោយន្តណាបាទយើងឃើញគោយន្តអូសឈើរាប់សិបគីបរួចតម្រាំមករុញដីប៉ុណ្ណឹងថារុញមិនរួចយ៉ាងម៉េចបាទឲ្យតែយើងចេះប្រើប្រាស់អូខេបាយបាយ